ជំរាបសួរ COS Committee ដែលបានផ្ដល់ឱកាសខ្ញុំឡើងនិយាយពី Retinoblastoma អញ្ចឹងខ្ញុំសូមបើកបញ្ចក់បន្តិចពី program ដំបូងដែលពួកខ្ញុំនឹងបង្កើតនៅកម្លាំងកោហ្នឹងហើយចាប់ដើម establish 2013ហើយខ្ញុំបាន present នៅភ្នំពេញជាមួយ COS ពេលហ្នឹងមានលោកប្រធានគាត់និយាយលេងខ្ញុំចាំដល់ឡើយលោកប្រធានគណៈសមាគមលោកកុំប្រសិទ្ធគាត់និយាយថាដុកទ័របារ៉ានឹងទទួលតំណែងបន្តពីលោកថនការលោកថនគាត់ធ្វើការនៅគិញឃ្លាំងហើយគាត់ទទួល case ទៅ tumor orbital tumor exchange ពីច្រើនសិតទៅ tumor ហើយគ្រប់ក្មេងដែលមកជួបគាត់ហ្នឹងសិតលៀនថ្ងៃលៀនអីចឹងហើយពីច្រើនជំងឺគាត់ទៅវិញហាត់មកអញ្ចឹងហើយពីច្រើនស្លាប់តែតាំងពីខ្ញុំបង្កើត program មកលទ្ធផលការព្យាបាលខ្ញុំភាគច្រើនជំងឺពួកខ្ញុំរស់វិញអាចរហូតដល់ 90% អញ្ចឹងរស់ដោយសារអីដោយសារយើងមាន approach to retinoblastoma management អញ្ចឹង approach យ៉ាងម៉េចបាទសូមតទៀតបាទនេះជា outline ខ្ញុំ presentation ថ្ងៃនេះរៀងវែងដោយសារខ្ញុំត្រូវនិយាយលឿនបន្តិចទី1 overview retinoblastoma ទី2 clinical presentation diagnosis 4 staging ទី5 intraocular management OB management ជាពិសេស preceding management assessment regression of tumor ហើយនិង case demonstration ដូចយើងដឹងថាជំងឺ OB ជាជំងឺ rare disease ដែលមានតែ 3% ក្នុងចំណោម cancer នៅ children ហើយ 14% នៅ cancer នៅ childhood នៅ eye cancer childhood ហើយ prevalent មានម្នាក់ក្នុងចំណោម 15,000 នាក់ទៅ 18,000 នាក់ worldwide new case ជារាល់ឆ្នាំមាន 8,000 ហើយជាពិសេសនៅ Asia ហ្នឹងនៅ China និង India ហ្នឹងមាន 2/3 មាន 6,000 ករណីហើយនៅកម្ពុជាយើងតាំងពីខ្ញុំព្យាបាលមកមានខ្ទង់300ករណីក្នុង10រយៈពេល10ឆ្នាំជាងនេះហើយខ្ញុំសូមបង្ហាញពី Kaplan-Meier graph នេះនឹងឲ្យតែមាន Kaplan-Meier ហ្នឹងគេសរសេរពី survival rate ដែរអញ្ចឹងនេះជា0ឆ្នាំរហូតដល់4ឆ្នាំអញ្ចឹងក្នុងនេះមាន graph ពី low income country និង high income country មាន low middle income ហើយនិង upper middle income អញ្ចឹងយើងក៏លេចមើលថាភាគរយនៃ survival ហ្នឹងតិចអាចទំ60% នៅ low income country ក្នុងនោះមាន Cambodia យើងដែរណាប៉ុន្តែជាក់ស្ដែងយើងថ្ងៃនេះយើងមានរហូតដល់ 90% ណាហើយ article យើងmanuscript យើងសរសេរចេញមួយរយៈទៀតយើងសរសេរចេញហើយនៅ publish អញ្ចឹងយើងក៏លេចមើល pathogenesis អញ្ចឹង retinoblastoma ជាជំងឺដែលគេរកឃើញថាដោយសារ gene mutation of gene មាន gene បង្កើតជា OB ហ្មងឈ្មោះវា OB1 អញ្ចឹងវានៅលើ chromosome 13និង prime 14ហើយមាន two hypothesis ដែលបង្ហាញថាអាចកើត OB ហ្នឹងតាំងពីឆ្នាំ1971មកអញ្ចឹង hypothesis ហ្នឹងទី1គឺ heritable retinoblastoma OB លក្ខណៈពូជអញ្ចឹងកើតដោយសារ mutation នៅ germline នៃ sperm ហ្នឹងមាន mutation លើកទី1ហើយលើកទី2ហ្នឹង mutation នៅក្រោយពីកើតដែរហើយពួក non heritable ហ្នឹងមាន 60% ហ្នឹងមាន mutation នៅក្រោយពីមានកកើតជាកូនងាជា gamete ជា zygote ហ្នឹងជា mutation 2 ដងអញ្ចឹង approach ទី1ខ្ញុំគឺ age of taking history patient history សំខាន់ណាយើងត្រូវស្វែងរកevidence មួយចំនួនដូចជា age ភាគច្រើនជំងឺ OB ហ្នឹងក៏5ឆ្នាំហើយលើ5ឆ្នាំយើងបានកាត់ដល់ OB ហើយមើលថាមានជាហៀងជាមួយសងខាងហើយភាគច្រើននៅ young age មានសងខាងហើយមាន family history អត់មានបងប្អូនកើត OB អត់ហើយមើលក៏អត់មានហើយជាពិសេសគឺ sign of presentation នៅ melocoria ពេលណាមាន screen មាន glaucoma មាន hyphema មាន ophthalmos មាន ophthalmologist មាន surgery អត់លើកនៃហ្នឹងហើយមាន lymph node enlargement អត់មាន skull malformation អត់ហើយយើង approach ទៅ first sign presentation សួរគាត់ leukocoria និយាយទៅ leukocoria មាន 60% strabismus មាន 20% ហើយនឹងមួយចំនួនទៀតមាន 20% នៅក្នុងនេះមាន periorbital glaucoma uveitis ptysis property brain tumor
ហើយ20% ចង់បញ្ជាក់ថា20% នេះមិនជា20% sign របស់នៅក្នុង100% របស់ presentation OB មិនមែនមាន20% ក្នុង Strabismus ទេមានថាមាន Strabismus មាន20% ក្នុងជា OB មិនមែនទេនេះជា local career យើងដែល differentiate ជាមួយនឹង central career អញ្ចឹង local មានថាពណ៌ស career ជួពីលពណ៌សដែលយើងឃើញពាក្យច្រើននឹងចំណាំងខ្លាតនៅពេលដែលថតពេលយប់ឬមួយក៏យើងបញ្ចាំង7ឃើញមានចំណាំងខ្លាតសពីក្នុងមកពីបាតភ្នែកមកក្មេងក្រោម5ឆ្នាំហើយក្រៅពីហ្នឹងមាន central career ដូចជាកាតារ៉ាឬមួយក៏តាក់ទងនឹងcold disease ឬមួយក៏ OP ទៅដល់ detachment hyaloid membrane អញ្ចឹងហើយ cold disease យើងសំខាន់ជាង cold disease យើងច្រើនពាក្យច្រើនយើង diagnosis ច្រឡំណាអញ្ចឹងយើងត្រូវធ្វើយើងត្រូវមើល age សិន cold disease ច្រើនកើតនៅលើ7ឆ្នាំ8ឆ្នាំអីចឹង age ពាក្យច្រើន8ឆ្នាំហើយ clinical picture different ឃើញមាន calcify អត់មានទេមានតែ echogenesis នៅពេញ vitreous body ពេលខ្លះមាន spontaneous hyphema មកជួបយើងតែយើងត្រូវប្រយ័ត្នថាវាត្រូវមើលថាវាជា hyphema acquired inflammation hyphema នៅករណីនេះយើងអត់មានឃើញមាន inflammation អី sign ទេតែមាន hyphema អញ្ចឹងចាត់មែនតើអញ្ចឹងយើងទៅមើលអាយុគាត់ផង5ឆ្នាំអត់ហើយមានសំខាន់ត្រូវ B scan មួយចោលទៅដែលខ្លាចថាមាន tumor ក្នុងហើយបើ tumor ក្នុង enucleation pathology វាច្រើនដំណាក់កាលនេះវាជាដំណាក់កាលវា metastase ជា microscopic rehab presentation ខ្លះមកលក្ខណៈជា UVIT ស្តៀងនឹង UVIT ចឹងមានកាតារ៉ាមានសៃនគីមានអីចឹងស្តៀង UVIT ចឹងហើយ ballet ជាងហ្នឹងអាចជា ophthalmo orbital cellulitis ឬក៏ maculaconia លក្ខណៈជាស្តៀង congenital glaucoma ឬមួយក៏ OP ចឹងតែពេល scan ទៅឃើញមាន infiltration នៅក្នុងករណី ophthalmo ទៅបញ្ជាក់ local metastase ophthalmo អាចមាន optic nerve enlargement ហើយបើសិន late អាច develop ទៅ glaucoma stage hypertension painful ហើយ scan ហ្នឹងអាចមាន intraocular calcification ហើយនឹង pineal gland tumor ហើយបើសិនជាមានលក្ខណៈ ophthalmo presentation យើងត្រូវបញ្ជាក់តិចយើងមិនឈានដល់ការធ្វើ enucleation ព្រាមទេបញ្ជាក់ណាបញ្ជាក់ enucleation វា recurrent ឡើងវិញអញ្ចឹង no eye ultrasound no enucleation ករណីមានខ្លះមាន presentation លក្ខណៈ preauricular lymph node ឬក៏ malformation of orbital area ជានេះករណី metastase approach diagnosis វាសំអាងទៅលើ clinical presentation genetic predisposed OB sibling មានបងប្អូនមាន OP មាន imagery study សំខាន់ណាយើង ultrasound CT scan ហើយ scan យើងត្រូវប្រយ័ត្នមួយទៀត scan បើសិនជាជំងឺដែលសង្ស័យមានសងខាងយើងហាមដាច់ខាតត្រូវ scan មួយក៏យើងចាំបាច់ខ្លាំងធ្វើ CT scan មកអត់ទេ MRI special ជាងគេហ្នឹង guiding retinoblastoma យើងធ្វើ EUA សំខាន់ជាងគេណា EUA នេះត្រូវពេទ្យត្រូវ recording មាននឹងចូល system ដើម្បីពិនិត្យតទៀត plan regression assessment ឬក៏ regression ជំងឺអញ្ចឹងណាមក classification បន្ទាប់បានរូបភាពបានអីហើយបាន define mapping tumor ប៉ុណ្ណាអីហើយយើង define classification វាមានប្រើ3 reverse ABCDE ហើយនិង ISR នេះ reverse មាន stage 1 to stage 5 stage 1 tumor ទៅជាង 4D diameter យើង D diameter បូកចូលនេះទៅជាង 4D diameter stage 1 ហើយ 1A នេះច្រើន tumor 1B យើងគ្នាចឹង tumor stage 2 ពី4ទៅ10អញ្ចឹងណាហើយ stage 3 ពីដល់ equator ហើយ stage 4 ឆ្លងកាត់ equator ចូលក្នុង vitreous tumor stage 5 ចូល anterior segment international ICRB ហ្នឹងមានចែកជាចឹង tumor ទៅជាង3 មីលីម៉ែត្រហើយ away from macula optic disc ហ្នឹងgroup A group B មាន subretinal fluid ហើយ group C មាន
tậpវេទនា it with seeding group D មាន vitreous seeding មាន vitreous seeding ចូលដល់ vitreous ហើយ group E ហ្នឹងគឺចូល India treatment hypopenia ASO គឺជា classification ដែលយើងប្រើក្នុងការពេលដែលយើងព្យាបាលអញ្ចឹងព្យាបាលដោយមិនវះកាត់យើង no nucleation stage 0 ASO stage 0វះកាត់ហើយឲ្យបានចាក់គីមីទេ no metasta យើងមួយក៏ជាដាច់ហ្មងវាកាត់ nucleation ហើយជាដាច់គឺ stage 1 nucleation ហើយមាន microscopic ត្រូវចាក់ថ្នាំគីមី stage 2 stage 3 extension ណា extension យើងកន្លែងឃើញថាមាន pre-auricular lymph node នៅកន្លែង cervical lymph node ឬមួយក៏កន្លែង pre-auricular នៅកន្លែងជានឹង stage 3 3A 3B stage 4 មាន met disease ហើយមាន hemato មាន bone marrow infiltration មាន LP positive clump cell ចឹង treatment យើងមានក្រុម treatment មិន treatment ophthalmology ម្នាក់ឯងទេគឺមាន ophthalmo onco expert pediatric oncologist pathologist ចំពោះ protocol យើងប្រើ unilateral យើងប្រើនេះ protocol នេះនៃបច្ចេកហៀង intraocular មិន low risk យើងអាច chemo ក៏បាន nucleation ក៏បានអាចជាទាំងពីរតែត្រូវព្រោះ chemotherapy ដើម្បីរក្សាភ្នែកបច្ចេកហៀងអាហ្នឹងយើងពិបាកតិចដោយសារយើងបន្ថយបន្ថែជាមួយវាប៉ុន្តែ nucleation ស្រួលជាដាច់បើមើលទៅវា high risk grade group D ហើយយើងអាចទៅ neoadjuvant នេះសាក់លបងចាក់ពី cycle មើលបើសិនជាអត់ work អីទេយើងអាច nucleation តាមក្រោយឬមួយក៏យើងចាំទៅ nucleation មកមើលយើងមើលឃើញ group D group E ហើយ nucleation ធ្វើ patho តែបើ patho មាន microscopic residual យើងចាក់ chemo 6 cycle ទៀតតែបើអត់ទេយើងមើលទៅមាន orbital disease ដូចជា extension sclera outer sclera optic nerve stem enlargement នៅពេលយើង enucleation ហើយយើងចាក់គីមីយើងមុនហ្នឹងយើងអាចធ្វើ CT scan ហើយមុនយើងឃើញដោយសារ CT scan ហើយយើងចាក់គីមី2 cycle ទៅ3 cycle alternative VCE VCD ហើយបន្ទាប់មកយើង enucleation តាមក្រោយឬមួយយើងចាំទៅ enucleation ហើយនឹង complete 8 cycle ទៀតហើយឬមួយក៏ចុងក្រោយមកយើងតទៅពី enucleation ហើយយើងចូលទៅដល់ orbital RT radiation ហើយ met disease enucleation extension palliative care បើសិនជា bilateral retinoblastoma យើងចែកជា option 3ទី1 upfront chemotherapy ចាក់គីមីមុន and for chemotherapy preserve one eye enucleation one eye ទុកអញ្ចឹងឬមកក៏ preserve both eye ហើយ bilateral enucleation ចំពោះ option ទី2 enucleation worst eye នៅណាអនយើង enucleation ចេញទៅហើយនឹងយើងរក្សាភ្នែកនៅសល់ហើយធ្វើ chemo ឬមួយក៏ធ្វើchemotherapy នៅសល់ហ្នឹងហើយទី3 option ទី3 nucleation both eye នឹងករណីវា painful ហើយនឹង risk disease ហើយមើលអត់ឃើញ blind អញ្ចឹងអាច chemotherapy nucleation អាចធ្វើ chemotherapy ដើម្បី saving life ឬមួយក៏ RT អញ្ចឹងចូលដល់ synergy therapy គឺកម្មព្យាបាលពីររួមគ្នាគឺមាន chemotherapy បូកនឹង consolidation therapy chemotherapy ដោយសារដោយវិធី intravenous ចាក់ chemotherapy មាន VCE មាន VCD VCE មានជា vincristine កាបូផ្លាស្ទីន topoxide VCD មាន vincristine cyclophosphamide និង doxorubicin ហើយ topotecan ហ្នឹងគេប្រើនៅពេលដែលមាន extension therapy មាន local meds risk after standard VCE ហើយ intraocular chemotherapy ហ្នឹងយើងនៅមាន seeding stage យើងប្រើ topotecan mefalon ដូស15ទៅ30 microgram ចំពោះ consolidation therapy យើងប្រើ synergy laser TTT ឬមួយក៏ cryotherapy laser TTT យើងប្រើ laser binocular ដែលពាក់នៅលើនេះទៅ binocular laser យើងបាញ់ពីក្បាលទៅ3ឲ្យ10ឲ្យទូមើលទៅជាង3 mm ហើយទូមើលធំជាងយើងប្រើ cryo ហើយចាប់ដើមពេលណាចាប់ដើមពីចាក់គីមីម្ដងហើយលើកទី2យើងបាញ់ចាប់ដើមបាញ់ nucleation ជា mainstay ជា method ដែលយើងព្យាបាល
នៅស្រុកណាក៏គេប្រើដែរ nucleation ក្នុងករណីយើងគិតថាចំណាយទុកបានត្រូវរក្សាជីវិតឬមួយក៏យើងព្យាបាលដើម្បីបញ្ចាក់គីមីទេយើង nucleation ហើយ nucleation ហើយតែវាយតម្លៃមាន cross examination មាន optical stem out ឬមួយក៏ extrascleral tumor បើសិនជាមានពីរនេះចេញឃើញចេះហើយចាក់គីមីភ្លាមបន្ទាប់ពីវះហើយមួយថ្ងៃពីរថ្ងៃបញ្ជូនទៅចាក់គីមីអាចចាំរហូតដល់10ថ្ងៃក្រោយប៉ាតូចេញហើយប៉ាតូគេបង្ហាញមកថាមានឆ្លងកាត់ lamina cribosa ហ្នឹងនេះប៉ាតូយើងប៉ាតើមួយចំនួននៅត្រូវអានគឺអាន coral invasion អត់មាន microfocal coral invasion មាន massive coral invasion tumor invade extrascleral នៅហើយមាន lamina cribosa involvement អត់អញ្ចឹងខ្ញុំចូលដល់ seeding presentation អញ្ចឹង seeding ហ្នឹងយើងនៅពេលដែលខ្ញុំនិយាយថា seeding កើតនៅគ្រប់ CDE អញ្ចឹងគ្រប់ CDE យើងប្រើយើងជាបា seeding seeding ជាអ្វី seeding ជា tumor dispersion into adjacent liquid or semi liquid compartment អញ្ចឹង tumor នៅក្នុង retina នឹងវាបែកចេញទៅគេ internal limited membrane រហូតទៅដល់គេ subhyaloid membrane រហូតទៅដល់ posterior vitreous អញ្ចឹងហើយចូលនឹង retina ចូលនឹង vitreous body ទៅជា vitreous seeding អញ្ចឹងវាចែកជា dash មិនសិនទូចទេ dash ធំជាងហ្នឹង square ហើយនឹងធំជាងហ្នឹងទៀត cloud ចូលគ្នាទៅ binding ណាហើយ seeding បើសិនជាចូល chamber ហើយពោពៀនហើយតែពេលមានហើយជាបាតាមនឹងករណីការ dash យើងចាក់ថ្នាំ intraocular chemotherapy 2 ទៅ 3 square 3 ទៅ 4 cloud 4 ទៅ 5 ទៅ 6 អញ្ចឹងជារូបភាពចាក់វីដេអូចាក់ហើយយើងឃើញមាន square នៅក្នុងរឿង intravitreous មាន square seeding អញ្ចឹងចាក់ថ្នាំចូលseal ដោយ cryoprobe seal 3 ដងតមកទៀតយើងចាក់ subtenon ឲ្យសល់ហ្នឹងសាក់ថ្នាំផ្សំទៀតចាក់ subtenon 5 microgram ដើម្បី tumor spill out with dye kill tumor assessment regression អញ្ចឹងមាន seeding នេះត្រូវចាក់ហើយតែ assessment រាល់ពេលចាក់ assessment ចាក់លើកទី2 assessment ចាក់លើកទី3 assessment រហូតដល់ចាក់តអស់អញ្ចឹងរៀងរាល់ពេលចាក់ហ្នឹងគឺ3អាទិត្យទៅ4អាទិត្យយើងចាក់ម្ដងបន្ទាប់ពីយើងចាក់គីមីយើងចាក់អាហ្នឹងដែរចាក់គីមី intravenous ណាអញ្ចឹង type 1 type 0រហូតដល់ type 3វាយតម្លៃវាយតម្លៃ toxication ជាមួយនឹង retina ហើយ salt pepper retina dystrophy charge grade 1 to grade 5 assessment regression pattern by chemotherapy ចាក់គីមីហើយ laser ហើយយើង assessment type 0 type 1 type 2 type 3 type 4 schedule therapy schedule តាមហ្នឹង4អាទិត្យម្ដងអញ្ចឹងយើង assessment ដោយ CT scan អាហ្នឹង B scan គេថា intraocular
calcification on B scan ហើយ not enlargement of the nerve on CT scan អញ្ចឹង approach តែម្ដងដោយសារគុកនៃខាងឆ្វេងនេះខូចហើយមាន high fever មានខូចអស់អញ្ចឹងអត់ទុកទេយើងអត់មានចាក់គីមីយើងយកចេញតែម្ដង nucleation តែម្ដងព្រោះនេះហ្នឹងបើសិនទុកក៏ណាគុកទៅ nucleation ដែរអញ្ចឹងយើង nucleation ដើម្បីយើង easy approach pathology pathology ឆ្លើយថា retrolamina invasion PT3B យើងមើលនេះហើយយើងគេឲ្យលទ្ធផលយើងអញ្ចឹងយើងត្រូវ guiding ថាមិនចាក់គីមីតទៀតមិន cycle អញ្ចឹងយើងធ្វើ radiation អញ្ចឹងណាករណីនេះវា clear cut ហើយប៉ុន្តែគាត់ថាមាន pathology stage ហ្នឹង stage 2 PT3B ហ្នឹងត្រូវការចាក់គីមី PT3 ឡើងទៅចាក់គីមីតែក្នុង pathology report មាន PT2A to B3 to C អញ្ចឹងហើយ PT3B មាន 3C ទៀតហើយមានសំខាន់គឺ retrolamina invasion optic nerve invasion ហើយ coron invasion សំខាន់គេឡើយហ្នឹងទៅចាក់គីមីជារូបភាពមុនចាក់គីមីនិងក្រោយចាក់គីមីណានេះមុនគីមី tumor ធំមែនតើហើយគ្រប់ពីហើយយើងចាក់គីមីបានពី cycle ហើយបាញ់ laser ឃើញ result ច្រើន regression ច្រើនអត្តផលបន្ទាប់មួយឆ្នាំព្យាបាលយើងឃើញមាន laser scar ដោយសារយើងបាញ់ laser ច្រើនពេក scar ក្រក់ក្រៃយើងមើលទៅហើយសល់ remnant active tumor ហើយនិង calcified tumor ហើយខេត្តទី2អាយុ1ឆ្នាំមានវិជាតែវិជាហ្នឹងមកជឺគឺ tumor វា spread out ទៅវាបែកគាត់មកlạiបែកហើយទៅក៏គាត់ថា ODC ប៉ុន្តែ finally យើង find out intraocular calcification tumor ហ្នឹងហើយក៏ធ្វើ nucleation ហើយយើងធ្វើ chemo ចាក់ chemo 8 cycle ហើយយើងញ៉ាំទៅ RT radiation នៅកាឡាម៉ែតទៅ Mulmara ធ្វើ 45 GY ព្រោះយើងធ្វើ cosmetic ដែលសារយើងបានដាក់ implant ទេយើងដាក់ធ្វើ cosmetic បន្តដាក់ big fat graft សូមអរគុណបទបង្ហាញខ្ញុំត្រូវបានបញ្ចប់ត្រឹមនេះសូមអរគុណ